មួយមុខនេះគឺសម្រាប់បងប្អូនណាដែលគាត់ចូលចិត្តញ៉ាំពងទាកូនហើយពងទាកូនធំទៀតចាទៅមើលទៅគឺគួរឲ្យចង់ញ៉ាំហើយបើអ្នកអត់ចូលចិត្តវិញចាមើលទៅគឺដូចថាមិនតំណងទេបងប្អូនតែសម្រាប់អ្នកដែលចូលចិត្តពងទាកូនដូចខ្ញុំអីអញ្ចេះពេញចិត្តស្ដោកបងប្អូនអើយចូលចិត្តពងទាកូនហើយកូនធំទៀតទើបចេះញ៉ាំកូនទូចគឺអត់ចេះញ៉ាំទេពងទាកូនណាចានេះគឺជារបៀបធ្វើបបរពងទាកូនបបរពងទាកូនរសជាតិពិសេសអញ្ចឹងដើម្បីចង់ដឹងថារសជាតិពិសេសយ៉ាងណាចាបងប្អូនទៅមើលពីរបៀបខ្ញុំធ្វើទាំងអស់គ្នាខ្ញុំមានពងទាកូនហ្នឹងចំនួន20គ្រាប់ខ្ញុំដាក់វាទាំងអស់បងប្អូនពងទាកូនហ្នឹងគឺខ្ញុំយកវាទៅលាងទឹកហើយបន្ទាប់មកខ្ញុំស្ងោរវាឲ្យឆ្អិនចានិយាយយ៉ាងពងទាពងមាន់អីធម្មតានៅប្រទេសបារាំងនេះបងប្អូនពងមាន់ខ្ញុំនិយាយយ៉ាងពងមាន់ចាស់ណាបងប្អូនពងមាន់បើសិនជាយើងយកទៅដាក់ក្នុងទឹកអញ្ចឹងហើយវាតែធម្មតាគេឲ្យយើងញ៉ាំទេបងប្អូនគេថាខូចគុណភាពណាប៉ុន្តែសម្រាប់ពងទាកូននេះខ្ញុំអត់ដឹងថាវាខុសគ្នាជាមួយនឹងពងមាន់ឬយ៉ាងណាទេគឺនេះខ្ញុំដាក់ទៅគឺថាតែទាំងអស់អញ្ចឹងតែម្ដងចាអញ្ចឹងសម្រាប់បងប្អូនដែលដឹងចាជួយប្រាប់ផងថាវាគុណភាពវាអត់ល្អឬក៏វាធម្មតាព្រោះវាជាពងទាកូនអញ្ចឹងណាបងប្អូនចាឥឡូវយើងទៅមើលពីរបៀបគ្រឿងផ្សំចានេះខ្ញុំមានដូចជាការ៉ុតហើយនិងបន្លែមានដូចជាផ្សិតហើយនឹងស្ពៃហើយអង្គគឺនេះខ្ញុំយកវាទៅលាងទឹកបន្ទាប់មកយកវាទៅឆាជាមួយនឹងខ្ទឹមលីងណាបងប្អូនប្រេងហើយនឹងខ្ទឹមលីងឆារហូតដល់ឃើញសាច់អង្គវាស្ងួតចាស្រួយអញ្ចឹងណាទើបដកវាចេញពីភ្លើងឥឡូវខ្ញុំចាប់ដើមធ្វើគឺខ្ញុំដាំទឹកមួយឆ្នាំងហើយខ្ញុំមានឆ្អឹងជ្រូកហ្នឹង3-4ដុំនេះខ្ញុំដាក់វាចាឲ្យមានជាតិណាហើយបន្ទាប់មកខ្ញុំមានយឺហឺខ្ញុំយកវាទៅត្រាំទឹកជាមុនសិនហើយបន្ទាប់មកខ្ញុំកាត់វាទូចៗចំណែកនេះបកាបងប្អូនមានបកងដាក់កាន់តែមានរសជាតិឆ្ងាញ់ហើយបន្ទាប់មកគឺខ្ញុំដាក់ការ៉ុតនេះខ្ញុំយកវាទៅកាត់ដុំទូចៗចំណែកស្ពៃគឺខ្ញុំដាក់វាតែគល់ទេបន្ទាប់ពីដាក់បន្លែទាំងអស់ហ្នឹងហើយខ្ញុំដាក់ស្ករក្រាមចូលបន្ទាប់មកទឹកត្រីអំបិលបន្តិចម្សៅស៊ុបមាន់ចាហើយនេះអង្គដែលខ្ញុំបានឆាមិញហ្នឹងបងប្អូនចាយើងដាក់ចូលទៅសម្រាប់គ្រឿងផ្សំគឺបងប្អូនដាក់វាល្មមសិនណាបងប្អូនកុំអាដាក់ច្រើនពេកចាំយើងភ្លក់នៅពេលក្រោយហើយចាំថែមថយទៅតាមហ្នឹងហើយបន្ទាប់ពីដាក់គ្រឿងផ្សំទាំងអស់ហ្នឹងចូលហើយគឺខ្ញុំចាក់ពងទាកូនចាពងទាកូនហ្នឹងសរុបទាំងអស់គឺ20គ្រាប់ខ្ញុំស្ងោរទាំង20ប៉ុន្តែនេះខ្ញុំដាក់វាតែ18គ្រាប់ទេហើយទុក2គ្រាប់សម្រាប់ញ៉ាំហើយនេះជាសាច់ជ្រូកដែលខ្ញុំបានស្ងោរវាឆ្អិនណាសាច់ជ្រូកចិញ្ច្រាំបងប្អូនខ្ញុំចាក់វាចូលដែរហើយយើងទុកឲ្យអង្គចារំងាស់លើភ្លើងមធ្យមហ្នឹងទុកឲ្យអង្គវាឆ្អិនគឺជាការស្រេចបងប្អូនហើយបបរដែលយើងឆាអង្គបែបហ្នឹងគឺអង្គវាអត់រីកខ្លាំងទេមកល្មមឆ្ងាញ់ទោះយើងរំងាស់វាក៏ដោយបងប្អូនចាបន្ទាប់ពីអង្គបងប្អូនមើលទៅបងប្អូនចង់បានអង្គហ្នឹងវារីកខ្លាំងឬក៏មកល្មមគឺបងប្អូនមើលតាមហ្នឹងហើយបិទភ្លើងភ្លក់មើលរសជាតិទៅតាមចំណូលចិត្តទៅចាសាបប្រៃអីបងប្អូនថែមថយតាមហ្នឹងទៅណាចាហើយជាចុងក្រោយទើបនេះខ្ញុំដាក់បងផ្សិតចូលបងផ្សិតហើយគឺបិទភ្លើងតែម្ដងបងប្អូនអត់រំងាស់ទេតែប៉ុណ្្នឹងគឺជាការស្រេចបងប្អូននឹងបានបបរពងទាកូនចារសជាតិពិសេសដែលមានរសជាតិឆ្ងាញ់ចាឆ្ងាញ់មែនតើបងប្អូនចូលជាតិគ្នាពីព្រោះយើងលាយជាមួយនឹងពងទាកូនបកាដូចបកងអញ្ចឹងបងប្អូនពីព្រោះវាធំហ៎ហើយបងប្អូនឃើញទឹកបបរហ្នឹងពណ៌រៀងទឹកក្រូចហ្នឹងគឺខួរបងប្អូនខួរបកាហ្នឹងណាគឺវាចេញពីខួរហ្នឹងគឺរសជាតិវាលាយជាមួយនឹងពងទាកូននិយាយពីថាជាតិនោះបងប្អូនអើយអញ្ចឹងហើយបាទនេះខ្ញុំចាហៅបបរពងទាកូនពីរសជាតិពិសេសបងប្អូនរសជាតិវាគឺឆ្ងាញ់មែនតើពេលយើងញ៉ាំហត់មួយម៉ាត់ដំបូងបងប្អូនអើយគឺរសជាតិចេញពីខ្លាញ់បកាហ្នឹងណាប៉ះលាយជាមួយនឹងរសជាតិរបស់ពងទាកូនអូយឆ្ងាញ់មែនតើហើយយើងញ៉ាំទៅប៉ះនឹងសាច់ជ្រូកចិញ្ច្រាំទៀតណានិយាយពីថារសជាតិគឺថាពិសេសតែម្ដងបងប្អូនចាបងប្អូនមានពងទាកូនអាចសាកល្បងបានហើយដូចនេះខ្ញុំជម្រាបអញ្ចឹងគឺសម្រាប់បងប្អូនណាដែលគាត់ចូលចិត្តញ៉ាំពងទាកូនហើយកូនធំទើបធ្វើឆ្ងាញ់ណាបងប្អូនចាអញ្ចឹងកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាបងប្អូនហើយនៅពេលរៀបញ៉ាំបងប្អូនកុំភ្លេចថែមម្រេចបន្តិចថែមក្រូចឆ្មាមួយចំណិតទៅហើយម្ទេសឆាហើយពិសេសគឺខ្ទឹមបំពងហើយនឹងជីសង្ហុំណា